បាទជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំចេញវីដេអូមួយចង់ចែករំលែកបងប្អូនតិចពាក់ព័ន្ធនឹងការមើលកូនទីក្រឹមបាទនេះជាបទពិសោធន៍ខ្ញុំផ្ទាល់តែម្ដងបាទហើយកូនទីក្រឹមមានល្អចំណាប់ឥឡូវទៅជាឡើងផ្កា7ងាប់អស់លេងបាទអញ្ចឹងបងប្អូនមានកូនទីក្រឹមអីលើក្រោយយើងប្រយ័ត្នមែនទែនទៅកុំមានបញ្ហាអញ្ចេះបាទអញ្ចឹងបញ្ហាទី1តែកូនក្រឹមយើងកូនទីក្រឹមឡើងផ្កា7បងប្អូនទាំងគ្នាបាទណានេះឃើញវាហៅឡើងផ្កា7ហើយងាប់ច្រើនមែនទែនបាទស្ដាយមែនទែននេះពួកសាមរៃសិតចឹងមូលហេតុទី1អាចមកបញ្ហាទឹកបងប្អូនគ្នាបាទទឹកខ្លះទឹកយើងមានមេរោគវាអាចកើតជាផ្កាអំបិលដែរបាទហើយបញ្ហាទី2គឺទឹកភ្លៀងចូលចឹងបងប្អូនគ្នាបាទចឹងពេលទឹកភ្លៀងចូលគឺគួរតែក្រឹមភាគរយច្រើនបំផុតគឺកើតផ្កាអំបិលចឹងកើតអាហ្នឹងហើយទីគោលទីកំពុះគឺយើងបាក់ព្យាបាលបងប្អូនគ្នាមានរបស់ចោលតែម្ដងបាទតែបើទីកំធំគឺយើងអាចព្យាបាលបានបាទតែទូយើងព្យាបាលកើតទេបាទអញ្ចឹងនេះក៏ការចែករំលែកបងប្អូនគ្នាការមើលថែកូនទីក្រឹមកុំឲ្យមានបញ្ហាដូចខ្ញុំអញ្ចឹងណាបាទគឺងាប់ច្រើនណាទៅស្ចេះបាទអញ្ចឹងពេលខែភ្លៀងបងប្អូនថ្មិចគ្របវាចិត្តកុំឲ្យទឹកភ្លៀងចូលបានកូនទីក្រឹមឆាប់ឆ្លងមេរោគណាបាទយើងខំបង្កាត់បើយើងអត់មើលថែវាទៅដល់ទេអញ្ចឹងបានថាយើងបង្កាត់ហើយមួយខែពីរខែគឺកូនទីក្រឹមងាប់អស់គឺយើងខាត់ពេលវេលាអស់ច្រើនមែនទែនដូចខ្ញុំអញ្ចឹងណាបាទអញ្ចឹងនេះការចែករំលែកបងប្អូនគ្នាបាទហើយកូនទីក្រឹមប៉ុណ្ណេះមិនងាយរស់ទេបងប្អូនគ្នាសង្ឃឹមតិចបំផុតមានយើងដូរទឹកទៅឲ្យដាក់អំបិលឲ្យច្រើនបន្តិចហើយដាក់កប៉ោកដាក់អីបន្ថែមទៅរូបបានបណ្ណាយកប៉ុណ្ណឹងបាទអញ្ចឹងនេះគ្រាន់តែវីដេអូមួយនៃការចែករំលែកតែប៉ុណ្ណឹងបងប្អូនគ្នាបាទអរគុណច្រើន